វីដេអូនេះជាវីដេអូបណ្ដុះបណ្ដាលអំពីនីតិវិធីការងារទៀងតឹងនិងច្បាប់សុវត្ថិភាពសំខាន់មុនពេលធ្វើការសូមមើលវីដេអូនេះឲ្យចប់ហើយពិនិត្យហានិភ័យជាមុនដើម្បីការពារគ្រោះថ្នាក់និងធ្វើការឲ្យមានសុវត្ថិភាពចំណុចរួមដែលត្រូវអនុវត្តនេះគឺជាចំណុចរួមដែលត្រូវគោរពពេលធ្វើការងារទៀងតឹងពេលធ្វើការត្រូវពាក់ឧបករណ៍ការពារសុវត្ថិភាពជានិច្ចមុននិងក្រោយពេលធ្វើការត្រូវរក្សាកន្លែងធ្វើការឲ្យមានរបៀបរៀបរយជានិច្ចការងារទាំងអស់ត្រូវធ្វើបន្ទាប់ពីទទួលបានការអនុញ្ញាតធ្វើការជាមុនសិនពេលធ្វើការត្រូវធានាឲ្យមានផ្លូវដើរនិងកន្លែងធ្វើការគ្រប់គ្រាន់ពេលធ្វើការងារដែលមានភ្លើងឬផ្កាភ្លើងត្រូវគ្រប់គ្រងផ្កាភ្លើងនិងដាក់អ្នកត្រួតពិនិត្យអគ្គិភ័យហាមចូលចិត្តបើកបរឬជួសជុលឧបករណ៍ដែលកំពុងដំណើរការដោយគ្មានការអនុញ្ញាតហាមដកចេញឬរុះរើសម្ភារៈសុវត្ថិភាពនិងឧបករណ៍សុវត្ថិភាពដោយគ្មានការអនុញ្ញាតចំណុចត្រូវពិនិត្យមុនធ្វើការខាងក្រោមនេះជាចំណុចដែលត្រូវពិនិត្យជាចាំបាច់មុនពេលធ្វើការពិនិត្យស្ថានភាពពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនពាក់មួកសុវត្ថិភាពស្បែកជើងសុវត្ថិភាពខ្សែក្រវ៉ាត់សុវត្ថិភាពស្រោមការពារជើងអាវកាក់សុវត្ថិភាពស្រោមដៃជាដើមមុនធ្វើការត្រូវពិនិត្យស្ថានភាពឧបករណ៍ពិនិត្យស្ថានភាពដំណើរការនៃវ៉ាល់ស៊ីឡាំងម៉ាស៊ីនទាញតឹងគូផ្លោនិងស្ថានភាពសឹករិចនៃដុំចាប់ថេពិនិត្យស្ថានភាពដំឡើងឧបករណ៍ការពារវត្ថុធាតុដែលជាសម្ភារៈសុវត្ថិភាពត្រូវពិនិត្យស្ថានភាពដំឡើងសំណាញ់ការពារវត្ថុធាតុសម្លេងព្រមាននិងការគ្រប់គ្រងអ្នកធ្វើការពេលទាញតឹងចាប់ពីពេលនេះនឹងពន្យល់អំពីនីតិវិធីការងារទាញតឹងនីតិវិធីការងារទាញតឹងខ្សែដៃកម្លាំងខ្ពស់អ្នកធ្វើការទាំងអស់ត្រូវធ្វើថេបមុនពេលចាប់ផ្ដើមការងារអ្នកធ្វើការត្រូវដោះខ្សែដៃកម្លាំងខ្ពស់ពីកន្លែងទុកហើយយកទៅទីតាំងការងារបញ្ចូលខ្សែដៃកម្លាំងខ្ពស់ទៅក្នុងរន្ធផ្នែកចាប់ថេរបស់ម៉ាស៊ីនទាញតឹងបន្តបញ្ចូលខ្សែដៃកម្លាំងខ្ពស់ឲ្យវាឆ្លងកាត់ខាងក្នុងម៉ូលបន្ទាប់មកភ្ជាប់ខ្សែដៃកម្លាំងខ្ពស់ទៅនឹងគូផ្លោះបន្ទាប់ពីភ្ជាប់រួចត្រូវកាត់ខ្សែដៃកម្លាំងខ្ពស់នៅផ្នែកចាប់ថេនៅពេលនេះប្រសិនបើកាត់ដោយមិនដំឡើងសំណាញ់ការពារផ្កាភ្លើងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់អគ្គិភ័យដំឡើងដុំចាប់ថេលើខ្សែដៃកម្លាំងខ្ពស់ដែលបានកាត់រួចបន្ទាប់ពីដំឡើងដុំចាប់ថេរួចត្រូវដំឡើងរបាំងការពារប្រសិនបើមិនដំឡើងរបាំងការពារដុំចាប់ថេអាចខ្ទាតចេញហើយបង្កគ្រោះថ្នាក់ដំឡើងសំណាញ់ការពារវត្ថុធាតុលើខ្សែដៃកម្លាំងខ្ពស់ដែលនៅខាងក្រៅមុនបើកថាមពលសម្រាប់ការងារទាញតឹងត្រូវពិនិត្យជុំវិញទីតាំងជាដំបូងអ្នកធ្វើការត្រូវពិនិត្យស្ថានភាពភ្ជាប់រវាងខ្សែដៃកម្លាំងខ្ពស់និងគូផ្លោះត្រូវគ្រប់គ្រងអ្នកធ្វើការនៅជុំវិញខ្សែការងារទាញតឹងផងដែរប្រសិនបើអ្នកធ្វើការនៅជិតខ្សែដៃកម្លាំងខ្ពស់ដែលបានទាញតឹងខ្សែអាចដាច់ហើយលោតខ្ទាតចេញបង្កគ្រោះថ្នាក់ម្យ៉ាងទៀតប្រសិនបើអ្នកធ្វើការដើរឆ្លងកាត់លើខ្សែដែលកំពុងទាញតឹងខ្សែអាចដាច់ហើយលោតខ្ទាតចេញបង្កគ្រោះថ្នាក់មុនធ្វើការទាញតឹងអ្នកធ្វើការត្រូវបន្លឺសញ្ញាព្រមានអ្នកធ្វើការត្រូវដកកបាំងការពារចេញដាក់ម៉ាស៊ីនទាញតឹងទៅលើខ្សែដៃកម្លាំងខ្ពស់ហើយចាប់ផ្ដើមធ្វើការបន្ទាប់ពីទាញតឹងរួចត្រូវដោះម៉ាស៊ីនទាញតឹងចេញហើយដំឡើងរបាំងការពារបិទថាមពលម៉ាស៊ីនទាញតឹងបន្ទាប់មករៀបចំខ្សែឲ្យមានរបៀបរៀបរយហើយដាក់ម៉ាស៊ីនទាញតឹងត្រឡប់ទៅទីតាំងដើមចុងក្រោយបិទទ្វារចូលចេញនៃខ្សែការងារទាញតឹងដែលបានបញ្ចប់ការធ្វេសប្រហែសតិចតួចអាចនាំឲ្យមានគ្រោះថ្នាក់ធំថ្ងៃនេះក៏សូមគោរពនីតិវិធីសុវត្ថិភាពដើម្បីធ្វើការឲ្យមានសុវត្ថិភាព